Ok,លោកបងប្អូនយើងបន្តមេរៀនរបស់យើងតទៀតអញ្ចឹងយើងជួបដល់ 31 31ណាប្រយោគ31 I add a little milk and sugar អញ្ចឹងពាក្យ add ប្រែថាបន្ថែមពាក្យថា little ហ្នឹងគឺបន្តិចបន្តួចពាក្យ milk ទឹកដោះគោ sugar ហ្នឹងគឺស្ករអញ្ចឹងប្រែថាខ្ញុំបន្ថែមមក I add ខ្ញុំបន្ថែមទឹកដោះគោនិងស្ករណា milk and sugar ទឹកដោះគោនិងស្ករបន្តិចបន្តួចអញ្ចឹងពាក្យ a little បន្តិចបន្តួចខ្ញុំបន្ថែមទឹកដោះគោនិងស្ករបន្តិចបន្តួចអូខេអញ្ចឹងពាក្យ little នេះគឺយើងវាជាគុណនាមវា modify ទៅឲ្យពាក្យ milk ហើយនិងពាក្យ sugar នេះទឹកដោះគោនិងស្ករបន្តិចបន្តួចអូខេOkay, 32 ទំព័រទី32 I scramble eggs in a pan អញ្ចឹងពាក្យ scramble បងប្អូនដឹង scramble មានន័យថាច្របាច់វាច្របាច់ឲ្យវាបែក egg សុទ្ធអញ្ចឹងពេលហ្នឹងគឺសំដៅលើពាក្យដែលគេថាខ្ញុំមានន័យថាតប់ពងទាហ្នឹងតប់ពងទាឬក៏ពងមាន់ក៏បានដែរពាក្យ eggs ឲ្យតែពងសត្វបក្សីអង់គ្លេសថា eggអញ្ចឹងខ្ញុំតប់ពង in a pan នៅក្នុងខ្ទះមានន័យថាធ្វើច្បល់វាឲ្យវាម៉ត់ឲ្យវាបែកអូខេ 33 ទំព័រ32 I toast 2 slices of bread ពាក្យ toast បងប្អូនដឹងហើយ toast នំប៉័ងអាំងអញ្ចឹងបើកាន់តែជា verb ជាប្រែថាអាំងនំប៉័ងវិញណា I toast ខ្ញុំអាំងប៉ុន្តែសំដៅលើអាំងនំប៉័ងណា I toast 2 slices of bread មានន័យថាខ្ញុំអាំង2ចំណិតនៃនំប៉័ងនិយាយទៅយើងថានំប៉័ង2ចំណិតអូខេអញ្ចឹងពាក្យ slice នេះគឺចំណិតហើយពាក្យ bread នំប៉័ងអញ្ចឹងហើយពាក្យ 2 នឹង2អញ្ចឹង 2 slices មានតែ2ចំណិត of នឹងនៃអីនៃ bread នំប៉័ងអញ្ចឹងខ្ញុំដុតថោសពេលនេះសំដៅលើដុតតែដុតនំដុតនំប៉័ងខ្ញុំដុតនំប៉័ង2ចំណិតអូខេ number 34 ទំព័រ34 I butter the warm toast I butter the warm toast ពាក្យ butter ហ្នឹងមានន័យថាដាក់ beurre ណាដាក់ beurre ហើយពាក្យ warm ប្រែថាក្តៅអ៊ុនហើយពាក្យ toast ហ្នឹងនំប៉័ងអាំងអូខេអញ្ចឹងប្រែថាខ្ញុំដាក់ beurre ទៅលើនំប៉័ងអាំងក្តៅអូខេអញ្ចឹង warm toast នំប៉័ងអាំងក្តៅខ្ញុំដាក់ beurre ទៅលើនំប៉័ងអាំងក្តៅអូខេ certified 35 I sit at the kitchen table to eat ខ្ញុំអង្គុយនៅឯតុផ្ទះបាយដើម្បីហូបអញ្ចឹងពាក្យ sit ហ្នឹងមានន័យថាអង្គុយ at the kitchen table នៅឯតុផ្ទះបាយអញ្ចឹងពាក្យ kitchen ហ្នឹងគឺមានន័យផ្ទះបាយពាក្យ table ហ្នឹងតុ to eat ដើម្បីញ៉ាំអីក៏បានដែរណាខ្ញុំអង្គុយនៅតុនៃផ្ទះបាយហ្នឹងគឺដើម្បីញ៉ាំ I sit at the kitchen table to eat Okay number 36 ទំព័រ36 I read the news on my table ខ្ញុំអានព័ត៌មាននៅលើតុរបស់ខ្ញុំអញ្ចឹងពាក្យ table នេះតុហើយពាក្យ news មានន័យថាព័ត៌មានឬក៏បងប្អូននិយាយថាខ្ញុំអានកាសែតក៏បានដែរ new ពេលនេះសំដៅលើកាសែតដែរខ្ញុំអានព័ត៌មាននៅលើតុនេះរបស់ខ្ញុំអូខេ 37 I listen to the radio ខ្ញុំស្ដាប់វិទ្យុអញ្ចឹងពាក្យ listen មកបងចេះណាស្ដាប់គឺ radio នឹងវិទ្យុអូខេ number 38 I wash my breakfast dishes ខ្ញុំលាងចានអាហារពេលព្រឹករបស់ខ្ញុំអញ្ចឹង wash ប្រែថាលាងហើយពាក្យ breakfast dishes មានន័យចានសម្រាប់អាហារព្រឹកពាក្យ dishes ចានច្រើននឹងថែម s មក dishes breakfast អាហារពេលព្រឹកអូខេ 39 ទំព័រ39 I place them in the drying rack ខ្ញុំដាក់វានៅក្នុងគេថា rack ពេលនេះគឺសំដៅទៅលើធ្នើ
ធ្នើសំងួតពាក្យ drying នឹងមានន័យធ្វើស្ងួត dry ជា verb ប្រើថាធ្វើស្ងួតក្នុងនេះគេប្រើវាជា adjective ជាគុណនាម modify ដោយពាក្យ rag rag គឺធ្នើអញ្ចឹង drying rag មានន័យថាធ្នើសំងួត place ជា verb ប្រើថាកន្លែងបើជាកិរិយាសព្ទអញ្ចឹងប្រើថាដាក់ព្រោះក្នុងពេលនេះគេសរសេរវានៅជាប់មួយ subject វាគេប្រើនិយាយទៅគេប្រើវាជា verb ជាកិរិយាសព្ទមានន័យថាដាក់ខ្ញុំដាក់វាដែលមិនពួកវាមានន័យចាននឹងវាច្រើន in the drying rack នៅក្នុងធ្នើសំងួត Okay number 40 ទំព័រទី44 I feed the cat ខ្ញុំឲ្យចំណីឆ្មាអញ្ចឹងពាក្យ feed នេះឲ្យចំណីណាខ្ញុំឲ្យចំណីឆ្មា I feed the cat feed ឲ្យចំណីខ្ញុំឲ្យចំណីឆ្មា Okay 41ទំព័រទី41 I give the dog fresh water ខ្ញុំឲ្យឆ្កែហ្នឹងនៅទឹកស្រស់អញ្ចឹងពាក្យ fresh ហ្នឹងគឺស្រស់ដូចជាបន្លែស្រស់សាច់ស្រស់ទឹកស្រស់អញ្ចឹងណា water ហ្នឹងគឺទឹកស្រស់ទឹកសុទ្ធណាសំដៅលើទឹកសុទ្ធហើយពាក្យ give មានន័យថាឲ្យអញ្ចឹង the dog ហ្នឹងឆ្កែនៅទឹកសុទ្ធអញ្ចឹង fresh water ពេលហ្នឹងគេសំដៅលើទឹកសុទ្ធបងប្អូនប្រើទឹកស្រស់ក៏បានដែរប៉ុន្តែវាមិនសមគឺមានន័យថា fresh water សំដៅលើទឹកសុទ្ធអូខេយើងចូលដល់ទំព័រ42 I pack my lunch for work ពាក្យ pack មានន័យខ្ចប់វិចខ្ចប់ដែលយើងវិចសម្លៀកបំពាក់វិចអីវ៉ាន់ផ្សេងឬក៏យើងអាចប្រើក្នុងការវិចអាហារក៏បានដែរនៅពេលនេះគឺសំដៅទៅលើអាហារ pack វិចខ្ញុំខ្ចប់អាហារថ្ងៃត្រង់របស់ខ្ញុំអញ្ចឹងពាក្យ lunch មានន័យថាអាហារថ្ងៃត្រង់ for work មានន័យថាទៅធ្វើការសម្រាប់ទៅធ្វើការ for work ខ្ញុំខ្ចប់អាហារថ្ងៃត្រង់របស់ខ្ញុំសម្រាប់ទៅធ្វើការអូខេ43ទំព័រ33 I put a sandwich in my bag អញ្ចឹងពាក្យ put មានន័យដាក់ I put ខ្ញុំដាក់ a sandwich ខ្ញុំដាក់ sandwich របស់ខ្ញុំ in my bag នៅក្នុងកាបូបរបស់ខ្ញុំពាក្យ bag ប្រើតែកាបូបឬក៏កាតាបOkay 44 I grab a piece of fruit ខ្ញុំកញ្ឆក់យកណា grab កញ្ឆក់យកមានន័យថាយើងចាប់យកអីមួយយើងយកដៃយើងច្បាមចាប់យកអីមួយយ៉ាងលឿនណា grab a piece of fruit មានន័យថាផ្លែឈើមួយដុំ piece នឹងដុំ a piece of fruit ផ្លែឈើមួយដុំខ្ញុំចាប់យកផ្លែឈើមួយដុំ45ទំព័រទី45 I fill my water bottle ខ្ញុំបានចាក់បំពេញដបទឹករបស់ខ្ញុំអញ្ចឹងពាក្យ fill ចាក់បំពេញណាឬក៏យើងបំពេញអីមួយឲ្យវាពេញ filled water bottle មានន័យថាដបទឹកអញ្ចឹង bottle ដប water ទឹកណាខ្ញុំចាក់បំពេញដបទឹករបស់ខ្ញុំអូខេ46 I grab my keys from the hook I grab my keys from the hook ពាក្យ grab គឺមានន័យថាយើងចាប់យកខ្ញុំចាប់យកសោរបស់ខ្ញុំពីទំពក់អញ្ចឹងពាក្យ hook គឺទំពក់អីក៏បានដែរណាក្នុងពេលនេះគេសំដៅលើទំពក់ដែលយើងប្រើសម្រាប់ថ្ពក់សោថ្ពក់កូនសោទុកណាហើយពាក្យ grab នឹងចាប់យកពាក្យ keys កូនសោខ្ញុំចាប់យកឬក៏កញ្ឆក់យកកូនសោរបស់ខ្ញុំពីទំពក់Okay 47 I put on my jacket នឹងអាវធំពាក់ក្រៅពាក់នៅក្រៅខ្ញុំពាក់ពាក្យ put on ជា verb ប្រែថាពាក់ខ្ញុំពាក់អាវធំរបស់ខ្ញុំ I put on my jacket 48 I slip on my comfortable shoes ជាងពាក្យ slip on មានន័យថាពាក់សំដៅលើពាក់ស្បែកជើងណា My comfortable shoe មានន័យថាស្បែកជើងដ៏មានផាសុកភាពរបស់ខ្ញុំ I lock the front door ខ្ញុំចាក់សោទ្វារមុខអញ្ចឹងពាក្យ lock មានន័យចាក់សោហើយ front door ហ្នឹងគឺទ្វារមុខ front ហ្នឹងមានន័យខាងមុខពាក្យ door ទ្វារណាខ្ញុំចាក់សោទ្វារខាងមុខ I lock the front door
គឺ50 50 I walk to the bus stop ខ្ញុំដើរទៅកាន់ពាក្យ walk to នឹងដើរទៅកាន់ the bus stop មានន័យថាចំណតឡានក្រុងអូខេ I walk to the bus stop ខ្ញុំដើរទៅកាន់ចំណតឡានក្រុង bus stop មានចំណតឡានក្រុងអូខេឥឡូវយើង vocabulary ជាបន្តទៀតគេដាក់ថា commute and work school អូខេអញ្ចឹងពាក្យ commute មានន័យថាការធ្វើដំណើរទៅមកនិងការងារនិងសាលារៀនអញ្ចឹងពាក្យទាក់ទងមួយនឹងការធ្វើដំណើរទៅមក commute នឹងការងារនិងសាលារៀនណា school សាលារៀន I wait for the bus to arrive ខ្ញុំរងចាំឡានក្រុងដើម្បីមកដល់និយាយទៅយើងថាខ្ញុំរងចាំឡានក្រុងមកដល់អញ្ចឹងពាក្យ wait ប្រើរងចាំបងប្អូនទៅចាំថា wait preposition ដែលប្រើមួយវាគឺ wait for ណាគេប្រើមួយ for គេប្រើជាមួយនឹងពាក្យ preposition for នេះមានន័យរងចាំអីមួយណា I wait for the bus ខ្ញុំរងចាំឡានក្រុង to arrive ដើម្បីមកដល់អញ្ចឹងពី arrive មកដល់អូខេខ្ញុំរងចាំឡានក្រុងមកដល់អូខេ52 52 I see my neighbor at the shop អញ្ចឹងពាក្យ see ប្រើថាជួបឬក៏ឃើញហើយពាក្យ neighbor ហ្នឹងអ្នកជិតខាង my neighbor អ្នកជិតខាងរបស់ខ្ញុំ at the shop នៅឯហាង shop ហាងណាអញ្ចឹងយើងប្រើថាខ្ញុំជួបអ្នកជិតខាងរបស់ខ្ញុំនៅឯហាងអូខេ number 53 53 we say good morning to each other ពួកយើងនិយាយអរុនសួស្តីដាក់គ្នាទៅវិញទៅមកអញ្ចឹងពាក្យ to each other នឹងមានន័យទៅវិញទៅមកគេនិយាយដាក់យើងនិយាយដាក់គេអញ្ចឹងគេប្រើពាក្យ each other ណាគេស្រឡាញ់យើងយើងស្រឡាញ់គេគេស្អប់យើងយើងស្អប់គេអញ្ចឹង each other to each other មានន័យទៅវិញទៅមកអញ្ចឹង we say ពួកយើងនិយាយ good morning អរុនសួស្តីដាក់គ្នាទៅវិញទៅមកអូខេ 54 54 the bus arrive on time the bus ហ្នឹងគឺមានន័យថាឡានក្រុងហើយពាក្យ arrive បានមកដល់ឡានក្រុងមកដល់ទាន់ពេលវេលាអញ្ចឹងពាក្យ on time ទាន់ពេលវេលាឧទាហរណ៍ម៉ោង7ម៉ោងអញ្ចឹងឡានក្រុងហ្នឹងម៉ោង7មកដល់អូខេហ្នឹងគេ on time ម៉ោង9:10នាទីគឺ9:10នាទីមកដល់អាហ្នឹងគឺ on time ហើយណាបងប្អូន The bus arrives on time ឡានក្រុងបានមកដល់ទាន់ពេលវេលាអូខេយើងចូលដល់ប្រយោគទី55 55 I swipe my transit card ពាក្យ swipe មានន័យថាអូសដូចយើងនេះឥឡូវយើងមើលពាក្យ transit card នេះ transit card ហ្នឹងគឺជាកាតមួយយ៉ាងដែលបងប្អូនអាចប្រើប្រាស់ក្នុងការធ្វើដំណើរជាពិសេសនៅស្រុកគេណានៅស្រុកគេมันមានជិះរថភ្លើងអីឬក៏ជិះតាក់ទងជាមួយនឹងមធ្យោបាយសាធារណៈមានរថភ្លើងមានឡានក្រុងអីអញ្ចឹងទៅអញ្ចឹងពាក្យ transit card នេះគឺយើងយកមានលក្ខណៈវាដូចកាតអញ្ចឹងណាកាតនេះឲ្យយើងយកវាទៅស្វ័យយើងយកវាទៅឆូតនៅលើប្រព័ន្ធឬក៏ប្រដាប់របស់គេហ្នឹងគឺវាអនុញ្ញាតឲ្យយើងនឹងធ្វើដំណើរបានណាអូខេហើយកាតហ្នឹងក៏តម្រូវបងប្អូនបង់លុយទិញដែរណាមិនកាតឆូតព្រីអញ្ចឹងគឺ transit card សំដៅលើកាតដែលយើងកាត ATM កាតអីចឹងណាប៉ុន្តែអានេះតេតងមួយកាតសម្រាប់ធ្វើដំណើរពួកពាក្យ transit នេះគឺមានន័យធ្វើដំណើរឆ្លងកាត់ពីកន្លែងមួយទៅកន្លែងមួយ transit card ហើយពាក្យ swipe មានន័យថាយើងអូសវាណាយើងអូសវាទៅលើម៉ាស៊ីនគេហ្នឹងអញ្ចឹងខ្ញុំអូសកាតឆ្លងកាត់របស់ខ្ញុំ I swipe my transit card អូខេ number 56ទំព័រទី56 I find an empty seat ខ្ញុំបានឃើញកៅអីអង្គុយដែលទំនេរអញ្ចឹងពាក្យ find មានន័យថាឃើញប្រទះឃើញ find ហើយពាក្យ empty ហ្នឹងទំនេរហើយពាក្យ seat ហ្នឹងកន្លែងអង្គុយឬក៏កៅអីអង្គុយអញ្ចឹងយើងប្រែថាខ្ញុំបានឃើញកន្លែងអង្គុយដែលទំនេរ I find an empty seat អូខេ 57 57 I look out the window during the ride ខ្ញុំមើលចេញខាងក្រៅ look out ហ្នឹងមានន័យមើលចេញទៅខាងក្រៅ the window បង្អួច during អំឡុងពេលនៃការជិះអូខេ ride ហ្នឹងជិះឡានជិះស្អីហ្នឹងយើងមើលចេញទៅក្រៅបង្អួចណាអញ្ចឹងពាក្យ window បង្អួចពាក្យ look out ហ្នឹងមើលចេញក្រៅខ្ញុំមើលចេញទៅខាងក្រៅណាខ្ញុំមើលចេញទៅខាងក្រៅបង្អួចអំឡុងពេលនៃការជិះអូខេ
58 I listen to the podcast ខ្ញុំស្ដាប់អញ្ចឹងពេល listen to នឹងមានន័យស្ដាប់ខ្ញុំស្ដាប់អីគេ podcast ហ្នឹងគឺសំដៅលើការផ្សាយ I listen to the podcast ខ្ញុំស្ដាប់ការផ្សព្វផ្សាយដូចជាតាមវិទ្យុឬក៏តាមឧបករណ៍ផ្សព្វផ្សាយផ្សេងៗហ្នឹង podcast អូខេ 59 I get off my shop I get off my stop okay I get off my stop ខ្ញុំមានន័យថាខ្ញុំចាក់ចេញនៅកន្លែងឈប់របស់ខ្ញុំអញ្ចឹងពាក្យ get off មានន័យចាក់ចេញណា at my stop នៅឯចំណតឈប់របស់ខ្ញុំគេ stop ពេលនេះសំដៅលើកន្លែងដែលយើងត្រូវឈប់ជិះរថភ្លើងឬឈប់ជិះឡានហ្នឹងយើងមានន័យថាយើងចាក់ចេញយើងចេញពីឡានក្រុងឬក៏ចេញពីរថភ្លើងហ្នឹងមកវិញ I get off at my stop ខ្ញុំចុះយើងប្រហែលចុះក្បាលនេះខ្ញុំចុះនៅកន្លែងឈប់របស់ខ្ញុំឬក៏នៅចំណតរបស់ខ្ញុំ Okay number 60 ទំព័រទី60 I walk 2 blocks to the office ខ្ញុំដើរចំនួន2 blocks ចឹង blocks សំដៅលើ block ដូចនៅតាមផ្ទះថ្មផ្ទះល្វែងនៅទីក្រុងគឺប្រើមក block 2 block ចឹងណាហើយ to the office ទៅកាន់ office ខ្ញុំដើរចំនួន2 block ទៅកាន់ការិយាល័យរបស់ខ្ញុំ I walk 2 blocks to the office Okay 61ទំព័រទី61 I enter the building ខ្ញុំបានចូលទៅក្នុងអគារអញ្ចឹងពី enter នឹងចូល building នឹងមានន័យថាអគារខ្ញុំចូលទៅក្នុងអគារ 62 I greet the security guard I greet the security guard ខ្ញុំស្វាគមន៍ឬក៏ពាក្យ greet នឹងប្រែថាបដិសណ្ឋារកិច្ចខ្ញុំស្វាគមន៍ឬក៏ខ្ញុំបដិសណ្ឋារកិច្ចនិយាយសម្ញថាខ្ញុំគួរសមដែលយើងឃើញណាម្នាក់ជួបមកយើងសម្ដែងការគួរសមគឺ greet យើងទទួលណាខ្ញុំទទួលស្វាគមន៍ឬក៏ទទួលបដិសណ្ឋារកិច្ចអ្នករក្សាសន្តិសុខអូខេយើងនិយាយសម្ញថាសន្តិសុខចឹងណា but security guard ហ្នឹង 63 I take the elevator to the 5th floor ពាក្យ elevator ហ្នឹងមានន័យចដារយន្តណា elevator ចដារយន្តហើយពាក្យ 5th floor មានន័យថាជាន់ទី5ពាក្យ 5th ហ្នឹងទី5មកពីពាក្យ 5 ដែលគេសរសេរដាក់ th ចេះហើយគេដូរ ve ទៅជា f ដាក់ th មកមានន័យថាទី5មិនប្រែថា5គឺទី5 fifth floor មានន័យថាជាន់សំដៅលើផ្ទះថ្មមួយជាន់ពីរជាន់ហ្នឹងទៅណាអញ្ចឹង the 5th floor មានន័យជាន់ទី5ខ្ញុំជិះចដារយន្តអញ្ចឹងពាក្យ take ពេលនេះសំដៅលើជិះហើយខ្ញុំជិះចដារយន្តទៅជាន់ទី5 Okay 64 I arrive at my desk ខ្ញុំមកដល់តុរបស់ខ្ញុំអញ្ចឹងពាក្យ arrive មកដល់ at my desk តុរបស់ខ្ញុំ Okay 65ទំព័រទី65 I turn on my computer ខ្ញុំបើក computer របស់ខ្ញុំអញ្ចឹងបងប្អូនអាចអានថា computer ឬក៏ computer អាមេរិកគេហៅ computer មានន័យថាខ្ញុំបើកពាក្យ turn on បើកខ្ញុំបើក computer របស់ខ្ញុំ 66ទំព័រ66 I hang my jacket on the chair ខ្ញុំព្យួរអញ្ចឹងពាក្យ hang ព្យួរខ្ញុំព្យួរអញ្ចឹងពាក្យ jacket ហ្នឹងអាវក្រៅអាវធំសម្រាប់ពាក្យក្រៅប៉ុន្តែវាលក្ខណៈថាមិនធំដូចពាក្យ coat ពេកទេខ្ញុំ hang ខ្ញុំព្យួរអាវក្រៅរបស់ខ្ញុំ on the chair នៅលើកៅអី67ទំព័រទី67 I check my emails first ពាក្យ check មានន័យពិនិត្យមើល email គឺ email ហ្នឹងខ្ញុំពិនិត្យមើល email របស់ខ្ញុំមុនគេអញ្ចឹងពាក្យ first ហ្នឹងដំបូងឬក៏មុនអូខេមានន័យថាជាដំបូងខ្ញុំ check email របស់ខ្ញុំអូខេ I check my email first អូខេ68ទំព័រ68 I reply to urgent messages
I reply ពាក្យ reply នឹងមានន័យថាឆ្លើយតបខ្ញុំឆ្លើយតបទៅនឹងសារបន្ទាន់អញ្ចឹងពាក្យ urgent បន្ទាន់ urgent បន្ទាន់ message មានន័យថាសារដែលគេផ្ញើមកឲ្យគេ type អញ្ចឹងសារនឹងវាច្រើន messages Okay 69ទំព័រ69 I make a to do list for the day អញ្ចឹង to do list មានន័យថាបញ្ជីដែលយើងចុះឬក៏រៀបរាប់ពីអ្វីមួយដែលយើងត្រូវធ្វើ for the day មានអំឡុងនៅពេលថ្ងៃហ្នឹងណាអំឡុងថ្ងៃហ្នឹងអំឡុងនៅពេលថ្ងៃហ្នឹងណាខ្ញុំបានធ្វើបញ្ជីអ្វីមានខ្ញុំបានធ្វើបញ្ជីកិច្ចការដែលត្រូវធ្វើអំឡុងនៅពេលថ្ងៃ Okay number 70ទំព័រទី70 I attend a morning meeting ខ្ញុំចូលរួមកិច្ចប្រជុំនៅក្នុងពេលព្រឹកអញ្ចឹងពាក្យថា attend ចូលរួមហើយពាក្យ morning meeting ការប្រជុំនៅពេលព្រឹកខ្ញុំចូលរួមកិច្ចប្រជុំពេលព្រឹក 71លេខ71 I take notes during the meeting I take notes មានន័យថាខ្ញុំធ្វើការកត់ត្រាអំឡុងពេលនៃកិច្ចប្រជុំ during មានន័យអំឡុងពេល the meeting គឺកិច្ចប្រជុំពាក្យ take notes មានន័យថាកត់ត្រាណាខ្ញុំកត់ត្រា I take notes ខ្ញុំកត់ត្រាអំឡុងពេលនៃកិច្ចប្រជុំ 72ទំព័រទី72 I drink coffee ខ្ញុំផឹកកាហ្វេ while I work ខ្ញុំផឹកកាហ្វេអំឡុងពេលដែលខ្ញុំធ្វើការខណៈពេលខ្ញុំធ្វើការអញ្ចឹងពាក្យ while ពេលហ្នឹងគឺខណៈពេល I work ខ្ញុំធ្វើការ Okay 73 73 I answer the phone's calls ខ្ញុំឆ្លើយទូរស័ព្ទមានន័យថាខ្ញុំលើកទូរស័ព្ទពាក្យ answer ធម្មតាប្រហែលថាឆ្លើយប៉ុន្តែបើយើងនិយាយពីទូរស័ព្ទវិញមានន័យថាយើងលើកមានណាទេមកយើងលើកណាជាង phone calls ខ្ញុំឆ្លើយទូរស័ព្ទ 74លេខ74 I work on a big project ខ្ញុំធ្វើការលើគម្រោងធំមួយអញ្ចឹង big ធំproject មានន័យគម្រោងខ្ញុំធ្វើការនៅលើគម្រោងធំមួយ Okay 75លេខ75 My college and I collaborate អញ្ចឹង my college and I collaborate ហើយពាក្យ college គឺសំដៅលើអ្នកដែលធ្វើការជាមួយយើងហ្នឹង college មានន័យថាអ្នករួមអាជីពអ្នករួមការងារហ្នឹង college ហើយពាក្យ collaborate មានន័យថារួមគ្នាដើម្បីធ្វើការងារអីមួយអូខេអញ្ចឹងគេថាអ្នកធ្វើការងារជាមួយខ្ញុំហើយនឹងខ្ញុំហ្នឹងគឺរួមគ្នា I take a short break at 10:30 ខ្ញុំសម្រាករយៈពេលខ្លីនៅម៉ោង 10:30 នាទីអញ្ចឹងពាក្យ short break ពាក្យ break ពេលហ្នឹងសំដៅលើការឈប់សម្រាកពាក្យ short ហ្នឹងរយៈពេលខ្លីអញ្ចឹងពាក្យ take a short break នេះមានន័យថាខ្ញុំឈប់សម្រាករយៈពេលខ្លី at 10:30 នៅម៉ោង 10:30 នាទី Okay 77គេដាក់ថាម៉េច I walk around the office ខ្ញុំដើរជុំវិញការិយាល័យមានន័យថា walk around ណា walk around មានន័យដើរជុំវិញដើរទៅដើរមកដើរទៅដើរមកហ្នឹងគេ walk around the office ការិយាល័យ 78 ឥឡូវយើងជួយដល់78 I chat with a coworker ខ្ញុំជជែកជាមួយនឹង coworker ហ្នឹងអ្នកគេថាអ្នករួមការងារ coworker ហ្នឹងគេថាអ្នកដែលយើងធ្វើប្រតិបត្តិការងារជាមួយនឹងណា coworker ខ្ញុំជជែកជាមួយនឹងអ្នករួមការងារអូខេ I chat with a coworker Okay 79យើងចូលដល់79 I refill my water bottle ខ្ញុំចាក់បំពេញឡើងវិញនៅដបទឹករបស់ខ្ញុំមានន័យថាវាអស់ហើយយើងចាក់វាឲ្យពេញវិញអាហ្នឹងគេប្រើពាក្យ refill ដូចយើងចាក់សាំងអញ្ចឹង I refill the gas ខ្ញុំចាក់បំពេញសាំងខ្ញុំចាក់សាំងអញ្ចឹងចេះ refill my water bottle ខ្ញុំចាក់បំពេញនៅដបទឹករបស់ខ្ញុំ 80 I return to my desk ខ្ញុំវិលត្រឡប់ទៅកាន់តុរបស់ខ្ញុំ
អញ្ចឹងពាក្យ return មានន័យថាវិលត្រឡប់ to my desk ទៅកាន់តុរបស់ខ្ញុំវិលត្រឡប់ទៅកាន់តុរបស់ខ្ញុំ 81 ទំព័រ81 I focus on a difficult task ខ្ញុំផ្ដោតទៅលើកិច្ចការដែលពិបាកអញ្ចឹងពាក្យ difficult task មានន័យថាការងារលំបាកឬកិច្ចការលំបាក focus on មានន័យថាផ្ដោតយើងធ្វើវាដោយយកចិត្តទុកដាក់យើងយកចិត្តទុកដាក់ចំពោះវាហ្នឹង focus on I focus on a difficult task ខ្ញុំយកចិត្តទុកដាក់ទៅលើកិច្ចការលំបាក 82 I eat lunch at my desk ខ្ញុំញ៉ាំអាហារថ្ងៃត្រង់នៅតុរបស់ខ្ញុំ I eat lunch at my desk ខ្ញុំហូបអាហារថ្ងៃត្រង់នៅតុរបស់ខ្ញុំ 83 លើទំព័រទី83 I go out for lunch sometimes ខ្ញុំចេញទៅខាងក្រៅសម្រាប់ការញ៉ាំអាហារថ្ងៃត្រង់នៅពេលខ្លះ sometimes មានន័យថាពេលខ្លះអញ្ចឹង I go out ខ្ញុំចេញទៅខាងក្រៅ for lunch សម្រាប់ការញ៉ាំអាហារថ្ងៃត្រង់ sometimes នៅពេលខ្លះ 84 I call a friend during my break ខ្ញុំទូរស័ព្ទទៅមិត្តភ័ក្តិអញ្ចឹងពាក្យ call ទូរស័ព្ទខ្ញុំទូរស័ព្ទទៅមិត្តភ័ក្តិអំឡុងពេលការជប់សម្រាករបស់ខ្ញុំអញ្ចឹងពាក្យ during អំឡុងពេល my break ការជប់សម្រាករបស់ខ្ញុំ 85 ឥឡូវយើងចូលដល់ទំព័រទី85 I check my personal social media ខ្ញុំឆែកមើលប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់របស់ខ្ញុំអញ្ចឹងពាក្យ personal ផ្ទាល់ខ្លួនហើយពាក្យ social media ប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook YouTube TikTok អីហ្នឹងគឺគេហៅ social media ប្រព័ន្ធផ្សព្វផ្សាយសង្គមហើយ personal ផ្ទាល់ខ្លួនមានន័យរបស់យើងមានន័យថាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលជាផ្ទាល់ខ្លួនរបស់យើងអូខេដូចជា Facebook យើងដូចជា TikTok របស់យើងចឹងហ្នឹងគេ personal social media ចឹងខ្ញុំឆែកមើល my personal social media ប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់របស់ខ្ញុំ 86 I work through the afternoon មានន័យខ្ញុំបានធ្វើការពេញមួយរសៀលណាពេញមួយរសៀលអញ្ចឹងពាក្យ work ធ្វើការពាក្យ through នោះគឺធម្មតាយើងបែរឆ្លងកាត់ហើយ the afternoon មានន័យថាពេលរសៀលយើងអាចបែរថាខ្ញុំធ្វើការពេញមួយរសៀលអូខេ number 87ទំព័រទី87 I send several important emails ខ្ញុំផ្ញើពាក្យ send ផ្ញើពាក្យ several important emails មានន័យថា email សំខាន់ជាច្រើនអញ្ចឹងពាក្យ email មាន email ដដែលហ្នឹងហើយពាក្យ important ហ្នឹងគឺសំខាន់ហើយពាក្យ several ហ្នឹងជាច្រើនប៉ុន្តែវាមិនច្រើនណាស់ទេការនេះគេប្រើពាក្យ several ហ្នឹងវាអាច3 4 5 6 7អញ្ចឹងទៅណាខ្ញុំផ្ញើ email សំខាន់របស់ខ្ញុំជាច្រើនខ្ញុំផ្ញើ email សំខាន់ជាច្រើន 88 I update my calendar ខ្ញុំ update ប្រតិទិនរបស់ខ្ញុំកន្លងវាយខ្ញុំ update ប្រតិទិនរបស់ខ្ញុំអញ្ចឹងពី update នេះមានន័យធ្វើវាឲ្យទាន់សម័យធ្វើវាឲ្យទាន់ថ្ងៃទាន់ខែអញ្ចឹងទៅណាឲ្យទាន់ឆ្នាំអញ្ចឹងមកហ្នឹង update ហើយពាក្យ calendar ហ្នឹងគឺប្រតិទិនដែលយើងប្រើមើលសម្រាប់ថ្ងៃខែមើលពិធីបុណ្យផ្សេងនៅថ្ងៃណាអញ្ចឹងឈប់ថ្ងៃណាអញ្ចឹងទៅណាអូខេ number 89 I organize my files ពាក្យ file មានន័យថាសំណុំឯកសារ files ហើយពាក្យ organize រៀបចំខ្ញុំរៀបចំសំណុំឯកសាររបស់ខ្ញុំ I organize my files 90 ជាងជួយដល់90 The workday ends at 5 p.m. អញ្ចឹងពាក្យ workday មានន័យថាថ្ងៃធ្វើការ from Monday to Friday evening បើនៅស្រុកគេពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រប៉ុន្តែបើនៅស្រុកខ្មែរយើងពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសៅរ៍មានន័យថ្ងៃដែលយើងធ្វើការវាផ្ទុយពីថ្ងៃអាទិត្យថ្ងៃសម្រាប់ណាគេហៅ workday ends មានន័យថាបញ្ចប់ at នៅម៉ោងប៉ុន្មាន 5 pm នៅម៉ោង5ល្ងាចអូខេអញ្ចឹងគេថាថ្ងៃធ្វើការបញ្ចប់នៅម៉ោង5ល្ងាចអូខេ 91 I shut down my computer ខ្ញុំបិទ shut down មានន័យបិទ computer របស់ខ្ញុំ I shut down my computer ខ្ញុំបិទ computer របស់ខ្ញុំ
92 I tidy up my desk ពាក្យ tidy មានន័យថាធ្វើវាមានរបៀបខ្ញុំធ្វើមានន័យខ្ញុំរៀបចំតុរបស់ខ្ញុំអញ្ចឹងពាក្យ tidy ហ្នឹងបងប្អូនហ្នឹង tidy up មានន័យថារៀបចំអីមួយឲ្យវាមានរបៀប I tidy up my desk ខ្ញុំរៀបចំតុរបស់ខ្ញុំមានន័យរៀបឲ្យមានរបៀបOkay 93 I say goodbye to my college I say goodbye to my college ខ្ញុំនិយាយពាក្យលាទៅកាន់មិត្តរួមការងាររបស់ខ្ញុំ college មិត្តរួមការងារដែលមាន S ចេះ college មាន S ចេះមានន័យថាមិត្តរួមការងារចាប់ពី2នាក់ឡើងទៅខ្ញុំនិយាយពាក្យលាទៅកាន់មិត្តរួមការងាររបស់ខ្ញុំ I take the elevator downstairs អញ្ចឹងពាក្យ elevator មានន័យថាចដើរយន្តហើយពាក្យ downstairs មានន័យជាន់ខាងក្រោមដូចផ្ទះអញ្ចឹងមិនមានជាន់លើជាន់ក្រោមអញ្ចឹងពាក្យ downstairs មានន័យជាន់ខាងក្រោមខ្ញុំជិះចដើរយន្តទៅជាន់ខាងក្រោម I take the elevator downstairs Okay 95 I leave the office building អញ្ចឹងពាក្យ leave មានន័យចាកចេញហើយពាក្យ office មានន័យការិយាល័យ building នេះអគារអញ្ចឹងពាក្យនេះគឺវាជាfresh វាជា clear office building មានន័យថាអគារនៃការិយាល័យណាអគារការិយាល័យខ្ញុំបានចាក់ចេញអគារការិយាល័យអូខេលោកបងប្អូនយើងចូលដល់ evening routine ណា evening routine ហ្នឹងមានន័យថាទម្លាប់ដែលយើងធ្វើក្នុងពេលល្ងាចអញ្ចឹងមានអីខ្លះណា evening ហ្នឹងគឺមានន័យថាពេលល្ងាច routine មានន័យថាទម្លាប់នៃការធ្វើទម្លាប់ប្រចាំថ្ងៃរបស់យើងណាអូខេទម្លាប់ការងារគឺទម្លាប់អ្វីដែលយើងធ្វើនៅពេលល្ងាច evening routine Okay 96 I walk back to the bus stop ខ្ញុំបានដើរវិលត្រឡប់ទៅកាន់ចំណតឡានក្រុងវិញអញ្ចឹងពាក្យ walk back មានន័យដើរត្រឡប់ទៅវិញហើយ bus stop វិញចំណតឡានក្រុងខ្ញុំបានដើរវិលត្រឡប់ទៅកាន់ចំណតឡានក្រុងវិញ97 The evening commute is busy អញ្ចឹងពាក្យ commute មានន័យថាការធ្វើដំណើរទៅមកbusy ប្រែថារវល់ឬក៏មមាញឹកបើនិយាយពីការធ្វើដំណើរវិញថាវាមមាញឹកអញ្ចឹងការធ្វើដំណើរនេះគេដាក់ការធ្វើដំណើរនៅពេលល្ងាច The evening commute មានន័យការធ្វើដំណើរពេលល្ងាច is គឺ busy គឺវាមមាញឹកគឺវារវល់ណា I get out the bus near my home អូខេខ្ញុំចុះចេញពីឡានក្រុងនៅជិតផ្ទះរបស់ខ្ញុំអញ្ចឹងពាក្យ get out ហ្នឹងមានន័យចុះចេញមានន័យយើងជិះហើយយើងចុះណាខ្ញុំចុះចេញ the bus ពីឡានក្រុង near my home នៅជិតផ្ទះរបស់ខ្ញុំអូខេ99 I stop at the grocery store ពាក្យ stop មានន័យថាឈប់ at នៅឯ grocery store មានន័យថានៅហាងលក់គ្រឿងទេសហាងលក់គ្រឿងហូបចុកI stop at ខ្ញុំឈប់នៅឯហាងលក់គ្រឿងទេសមានន័យហាងលក់គ្រឿងហូបចុកI buy fresh vegetables for dinner អញ្ចឹងពាក្យ buy ទិញពាក្យ fresh មានន័យថាស្រស់ vegetables បន្លែស្រស់ fresh vegetable បន្លែស្រស់ for សម្រាប់ dinner អាហារពេលល្ងាចខ្ញុំទិញបន្លែស្រស់សម្រាប់អាហារពេលល្ងាចអូខេ101ទំព័រទី101លេខទី101 I walk home with my groceries ខ្ញុំដើរមកផ្ទះវិញជាមួយនឹងគ្រឿងទេសរបស់ខ្ញុំគ្រឿងទេសនេះមានន័យគ្រឿងហូបចុកអញ្ចឹងពាក្យ groceries មានន័យថាគ្រឿងទេសគឺគ្រឿងហូបចុកម្ហូបអាហារផ្សេងៗណាគ្រឿងធ្វើម្ហូបផ្សេងៗហ្នឹងពាក្យ walk home មានន័យដើរមកផ្ទះអូខេបងប្អូនទៅចាំដល់ពាក្យ home នេះកាលណាកិច្ចសព្ទណាប្រើមួយវាអត់មាន to ទេអូខេបើ walk home បើ go home ខ្ញុំដើរមកផ្ទះជាមួយនឹងគ្រឿងទេសរបស់ខ្ញុំ102 I unlock the front door ខ្ញុំបើកសោទ្វារមុខអញ្ចឹងពាក្យ front door នេះទ្វារមុខហើយពាក្យ unlock នេះគឺមានន័យបើក lock បិទសោដល់ពាក្យ unlock បើកសោវិញខ្ញុំចាក់សោទ្វារមុខមានន័យថាយើងបើកសោទ្វារមុខអូខេ103ទំព័រទី103 I am greeted by my dog I am greeted by my dog ខ្ញុំត្រូវបានទទួលស្វាគមន៍ដោយឆ្កែរបស់ខ្ញុំនេះគេសរសេរជាទម្រង់គេហៅថា present passive
មាន subject verb to be បូកជាមួយនឹង verb កន្លងទី3មានន័យត្រូវបានទទួលស្វាគមន៍ពាក្យ I am greeted by ដោយ my dog ឆ្កែរបស់ខ្ញុំ